ជំរាបសួរលោកគ្រូជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះឡៃអ៊ុយវីដេអូនេះខ្ញុំមកធ្វើការបង្កើតក្រុម user និង add file permission ហើយយើងចូលទៅកាន់វីដេអូរបស់គ្នាការងារទី1នេះគឺ add group ដែលមាន3នេះហើយតោះចូលទៅបង្កើតក្រុមរបស់គ្នា sudo group add ហើយយើងវាយ password ចូលបន្ទាប់ពីយើង add group រួចហើយការងារទី2គឺបន្ទាប់ពីយើង add group រួចហើយការងារទី2យើង delete group developer ចោលហើយយើងនឹង show ប៉ុន្តែអត់ទេខ្ញុំឆែកមើលគ្រប់មិញសិនថាយើង add ហើយនៅ add បាន add ចូលប្រកបមែនអត់ឥឡូវយើងបាន add រួចហើយបន្ទាប់មកគឺយើងចាប់ផ្ដើមលុបគ្រប់នឹងវិញសុំទោសខ្ញុំវាយឈ្មោះខុសអូខេបន្ទាប់ពីយើងលុបរួចហើយយើងឆែកមើលបាទឥឡូវយើងបានលុបហើយការងារបន្ទាប់គឺ create it ឥឡូវយើងការងារបន្ទាប់គឺយើងបង្កើត group develop មិញមកវិញឥឡូវយើងបង្កើតរួចហើយយើងចាប់ផ្ដើមឆែកបាទ group developer បានមកវិញហើយការងារបន្ទាប់របស់យើងគឺបង្កើត file ឥឡូវយើងចាប់ផ្ដើមបង្កើត file ដោយយើងប្រើ command touchបន្ទាប់ពីយើងរួចហើយការងារបន្ទាប់គឺយើងឆែកមើល long text យើងប្រើ ls .l ហើយកែ .txt បាទនេះគឺជា long របស់វាដែលមាន information បែបនេះហើយការងារបន្ទាប់របស់យើងគឺយើង change permission បែបនេះមកបែបនេះវិញដែលមានបរិហា5ឥឡូវយើងចាប់ផ្ដើមមក change permission វាវិញ
change បែបនេះគឺ305ផ្កាយ THT បែបនេះគឺខ្ញុំ change ទាំងអស់រាល់កន្ទុយextension THT ទាំងអស់គឺ change permission មកសំទោស355ទាំងអស់បាទសូមដល់ខ្ញុំក៏សរសេរ comment ខុសគឺសរសេរបែបនេះឥឡូវយើងចាប់ដែងឆែកវាម្ដងទៀតឥឡូវវាបានដូចអ្វីដែលខ្ញុំចង់បានហើយការងារបន្ទាប់របស់យើងគឺ change ហើយគឺយើង list វារួចហើយតបមកគឺយើងឲ្យ permission របស់វាតែឲ្យគ្រប់ user របស់យើងគឺ developer and UI cannot access ទៅ develop ចឹងយើងចាប់ដើមឆែកមើលសិនយើងចាប់ដើមដល់សិតឲ្យវាសិនបន្ទាប់ពីយើង change រួចហើយឥឡូវយើងចាប់ដើមឲ្យ permission ទៅគ្រប់មួយទៀតយើងឲ្យ file រួចហើយយើងចាប់ដើម list ហើយយើង change បានរួចហើយតបមកគឺយើងចាប់ផ្ដើម add user ដើម្បីតេស្តមើលថាការងារទី9នេះគឺដើម្បីតេស្តមើលថាយើងអាច access បានអត់បាទនេះ user របស់យើងបង្កើតមិញហើយនេះមួយទៀតហើយនេះមួយទៀតហើយ user ចាស់នេះគឺខ្ញុំធ្លាប់បង្កើតកាលពីមុនតែមិនជាបញ្ហាទេយើងឲ្យ set ទៅ user របស់យើងតបមកគឺ user UI មកគឺ set ចុងក្រោយ
ឥឡូវ user យើងបានឲ្យសិតរួចហើយយើងចាប់ផ្ដើមចូល user តេស្តមើលបាទយើងចូល user យើងរួចហើយយើងសាកឆែក user នឹងមើលថាយើងបានចូលមែនអត់បាទនេះគឺ user ទាវរបស់យើងហើយយើងសាក ls បាទនេះគឺជា file របស់យើងឥឡូវយើងសាកតេស្តកែ file គ្រប់file របស់ devo របស់យើងឥឡូវខ្ញុំសាក nano devo ls process .th ហើយយើងចាប់ផ្ដើម enter ខ្ញុំសេv command ខុស nano devo បាទនេះគឺ error permission deny ไปហើយដោយសារតែនៅពេលដែលយើងមុននឹង add user យើងបានផ្ដល់សិទ្ធឲ្យមួយគឺ750គឺសិទ្ធផ្ដល់សិទ្ធឲ្យតែ read ហើយនឹង write តែมันអាចសុំទោសផ្ដល់សិទ្ធឲ្យតែមើលតែมันអាច execute មានន័យថាយើងអាចកែប្រែ file របស់វាបានទេឥឡូវយើងចាប់ផ្ដើមចេញឥឡូវយើងចេញបានចេញមកវិញហើយបន្ទាប់មកគឺយើងសាកចូលទៅ access ចូលទៅគ្រប់ devo ម្ដងហើយយើងសាកចូលទៅ file devo នឹងម្ដងបាទដោយខាងនេះគឺ deny ទៀតហើយខ្ញុំភ្លេចខ្ញុំច្រឡំគឺការងារក្នុងនេះគឺ user 2នេះ UX UI can access ចូលទៅ devo គ្រប់អញ្ចឹងគឺយើងអាច access ចូលបានទេលើកលែងតែគ្រប់ user របស់ devo ទេបានអាច access ចូលបានបាទហើយក្នុងវីដេអូរបស់ខ្ញុំគឺបានបញ្ចប់ត្រឹមហ្នឹងអរគុណសម្រាប់ការទស្សនា